10 ឆ្នាំមានប៉ុន្មានដងសម្រាប់ជីវិតហេតុអ្វីមិនរស់ឲ្យមានន័យកុំចាំថ្ងៃស្អែកទៅស្រឡាញ់ខ្លួនឯងពេលវេលាមិនរងចាំណែណាទេធ្វើអ្វីដែលចិត្តចង់ធ្វើស្រឡាញ់អ្នកដែលគួរស្រឡាញ់មុនពេលវេលាកន្លងផុតហើយនៅសល់តែសោកស្ដាយ10 ឆ្នាំក្រោយយើងអាចនៅទីណាប្រហែលជាសប្បាយឬក៏នៅតែស៊ូតែយ៉ាងហោចណាស់សូមកុំភ័យក្នុងការរស់នៅតាមក្តីស្រមៃខ្លួនពេលខ្លះជីវិតធ្វើឲ្យយើងដួលតែការដួលមិនមែនចប់ផ្លូវសំខាន់គឺ